បន្តចូលមកកាន់មាត្រា458ស្ថានទម្ងន់ទោសនៃកោបករត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំអំពើចូលរួមនៅក្នុងចលនាកោបកម្ម1ដោយប្រើប្រាស់កម្លាំងដណ្ដើមនៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសាវគ្រប់ប្រភេទឬសារជាតិដទៃទៀតដែលមានគ្រោះថ្នាក់ដល់បុគ្គល2ដោយផ្ដល់ដល់កោបករនៅអាវុធគ្រាប់រំសាវគ្រឿងផ្ទុះឬសារជាតិដទៃទៀតដែលមានគ្រោះថ្នាក់ដល់បុគ្គលចូលមកកាន់មាត្រា459បទដឹកនាំកោបកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី20ឆ្នាំទៅ30ឆ្នាំនៅអំពើដឹកនាំចលនាកោបកម្មយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ចូលដល់មាត្រា460ដែលជាមាត្រាវែងនិយាយពីទោសបន្ថែមប្រភេទនិងរយៈពេល